إنهم فتية آمنوا بربهم وزدناهم هدى អស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះបងប្អូនថ្ងៃនេះខ្ញុំមកមាន podcast មួយទាក់ទងជាមួយនឹងថ្ងៃជំនុំជម្រះតើយើងបានរៀបចំអ្វីខ្លះសម្រាប់ថ្ងៃជំនុំជម្រះដូច្នេះប្រសិនបើបងប្អូនចង់ស្ដាប់នៅអត្ថបទនៃការបកស្រាយទាក់ទងជាមួយនឹងថ្ងៃជំនុំជម្រះអាចរីករាយស្ដាប់នៅពេលបន្តិចទៀតនេះអ៊ីនសាអល់ឡោះយើងចូលទៅស្ដាប់ទាំងអស់គ្នាថ្ងៃជំនុំជម្រះតើយើងត្រៀមខ្លួនហើយឬនៅក្នុងនាមជាសាសនិកអ៊ីស្លាមការរស់នៅក្នុងសង្គមត្រូវមានគោលបំណងនិងធ្វើឲ្យមានតុល្យភាពរវាងជំនឿជាមួយនឹងបញ្ហាប្រឈមនៃសង្គមដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៅក្នុងពេលវេលាមួយដែលខិតខំតស៊ូអត់ធ្មត់នឹងការសាក់លបងនាសម័យទំនើបនេះជំនឿលើអល់ឡោះនិងការសន្យារបស់ទ្រង់នាថ្ងៃជំនុំជម្រះគឺថ្ងៃបារអាឡូគឺជាមូលដ្ឋានគ្រឹះរបស់សាសនិកអ៊ីស្លាមគ្រប់គ្នាតើយើងពិតជាបានត្រៀមខ្លួនសម្រាប់ថ្ងៃដែលជៀសមិនរួចនោះទេសូរ៉ាអល់ហ្សាហ្សាឡានិងសូរ៉ាអល់កូរីអារំលឹកយើងពីការពិតនៃថ្ងៃជំនុំជម្រះហើយជំរុញឲ្យយើងពិនិត្យលើសកម្មភាពប្រចាំថ្ងៃរបស់យើងសូរ៉ាអល់ហ្សាហ្សាឡាកូរ៉ានសូរ៉ាលេខ99ពិពណ៌នាយ៉ាងច្បាស់លាស់អំពីភាពចលាចលនៃថ្ងៃជំនុំជម្រះកូរ៉ានសូរ៉ាលេខ99អាយ៉ាត់ទី1ដល់ទី4 إذا زلزلت الأرض زلزالها وأخرجت الأرض أثقالها وقال الإنسان ما لها يومئذ تحدث أخبارها នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យរំជួយយ៉ាងខ្លាំងក្លាហើយផែនដីបានបញ្ចេញនៅសាកសពទាំងអស់ដែលមាននៅក្នុងខ្លួនរបស់វាហើយមនុស្សលោកក៏និយាយថាតើមានរឿងអ្វីកើតឡើងចំពោះផែនដីនេះនៅថ្ងៃនោះវានឹងប្រកាសប្រាប់នៅរឿងរ៉ាវរបស់វាសូរ៉ានេះប្រាប់ពីរូបភាពនៃផែនដីដែលញាប់ញ័រដោយបង្ហាញនៅរាល់អំពើល្អឬអាក្រក់ដែលយើងបានប្រព្រឹត្តសម្រាប់បងប្អូនមូស្លីមរបស់យើងនេះគឺជាការរំលឹកអំពីទំនួលខុសត្រូវរបស់យើងក្នុងការរស់នៅប្រកបដោយយុត្តិធម៌មិនថានៅក្នុងភូមិស្រុករបស់ខ្លួនតាមដងទន្លេមេគង្គឬនៅទីក្រុងដែលមានភាពអ៊ូអរនោះឡើយអល់ឡោះស៊ុបហានវ៉ាតាអាឡាមានបន្ទូលថាកូរ៉ានសូរ៉ាលេខ99អាយ៉ាត់ទី7ដល់ទី8 فمن يعمل مثقال ذرة خيرا يره ومن يعمل مثقال ذرة شرا يره ដូច្នេះអ្នកដែលធ្វើអំពើល្អសំបីមានទម្ងន់ប៉ុនលំអងទូលីក៏គេនឹងឃើញវាដែរចំណែកឯអ្នកដែលធ្វើអំពើអាក្រក់សំបីមានទម្ងន់ប៉ុនលំអងទូលីក៏គេនឹងឃើញវាដែរមេរៀនសម្រាប់យើងនៅក្នុងការអភិវឌ្ឍជារឿយៗគឺផ្ដល់អាទិភាពទៅដល់ការទទួលបានសូរ៉ាអល់ហ្សាហ្សាឡាហៅយើងឲ្យផ្ដោតទៅលើតារាងតុល្យការរបស់យើងរាល់ទង្វើតូចតាចការជួយអ្នកជិតខាងការសូឡាទាន់ពេលវេលាឬការចែករំលែកចំណេះដឹងគឺត្រូវបានកត់ត្រាទាំងអស់ក្នុងនាមជាអ្នកមូស្លីមយើងក៏សាងសហគមន៍បន្ទាប់ពីមានការលំបាករួចចូលសួរខ្លួនឯងយើងថាតើសកម្មភាពប្រចាំថ្ងៃរបស់យើងបានកសាងជាកេរដំណែលសម្រាប់ច័ន្ទណាស់ដែរឬទេសូរ៉ាអល់កូរីអាកូរ៉ានសូរ៉ាលេខ101 القارعة ما القارعة وما أدراك ما القارعة يوم يكون الناس كالفراش المبثوث وتكون الجبال كالعهن المنفوش القارعة តើ القارعة ជាអ្វីតើអ្វីដែលធ្វើឲ្យអ្នកដឹងថា القارعة ជាអ្វីនោះគឺជាថ្ងៃដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វបេអំបៅដែលហើរប្រសេកប្រសាចហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឲ្យប៉ើងសូរ៉ានេះពិពណ៌នាអំពីភាពវឹកវរនៃថ្ងៃជំនុំជម្រះដែលឋានៈទូនាទីនិងទ្រព្យសម្បត្តិរបស់ពិភពលោកគឺត្រូវបានបាត់បង់តម្លៃទាំងអស់ហើយមានតែទង្វើរបស់យើងទេដែលនឹងកំណត់ជោគវាសនារបស់យើងគម្ពីរកូរ៉ានសូរ៉ាលេខ101អាយ៉ាត់លេខ6ដល់9 فأما من ثقلت موازينه فهو في عيشة راضية وأما من خفت موازينه فأمه هاوية وما أدراك ما هي نار حامية
ហើយរីឯអ្នកណាដែលភ្នែកចិញ្ចឹងរបស់គេធ្ងន់ខាងអំពើល្អនោះគឺគេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្តីពេញចិត្តនៅក្នុងឋានសួគ៌ហើយចំណែកឯអ្នកណាដែលភ្នែកចិញ្ចឹងរបស់គេស្រាលខាងអំពើល្អនោះទីលំនៅរបស់គេគឺនរកហាវីយ៉ារណ្ដៅដ៏ជ្រៅប្រសិនបើយើងនៅកន្លែងដែលប្រឈមមុខនឹងបញ្ហាស្រស់អល់កូរីអាស់រំលឹកយើងថាជោគជ័យពិតមិនមែនស្ថិតនៅលើទ្រព្យសម្បត្តិទេប៉ុន្តែគឺស្ថិតនៅលើសេចក្តីជំនឿនិងអំពើល្អបងប្អូនការសិក្សារបស់ខ្ញុំក្នុងការអភិវឌ្ឍបានបង្ហាញខ្ញុំថាវឌ្ឍនភាពប្រកបដោយនិរន្តរភាពគឺចាប់ផ្ដើមដោយសកម្មភាពមានសីលធម៌ជួយដល់ការអប់រំសហគមន៍និងការអនុវត្តសេចក្តីមេត្តាករុណានៅក្នុងសង្គមតើយើងត្រៀមខ្លួនហើយឬនៅសូរ៉ាអល់ហ្សាហ្សាឡានិងសូរ៉ាអល់កូរីអាជំរុញយើងឲ្យរៀបចំសម្រាប់ថ្ងៃជំនុំជម្រះដោយតម្រៀបការរស់នៅរបស់យើងជាមួយនឹងគុណតម្លៃរបស់អ៊ីស្លាមខាងក្រោមនេះជាជំហានសម្រាប់អ្នកមូស្លីមរបស់យើង 1. ពង្រឹងការសូឡាតការថ្វាយបង្គំគឺជាទំនាក់ទំនងផ្ទាល់របស់យើងចំពោះអល់ឡោះចូលតាំងចិត្តសូឡាត5ដងជារៀងរាល់ថ្ងៃទោះបីនៅក្នុងជីវិតដ៏មមាញឹកយ៉ាងណាក៏ដោយកូរ៉ានសូរ៉ាលេខ29អាយ៉ាត់ទី45 أتل ما أوحي إليك من الكتاب وأقم الصلاة إن الصلاة تنهى عن الفحشاء والمنكر ولذكر الله أكبر والله يعلم ما تصنعون ចូលអ្នកសូត្រនៅអ្វីដែលគេបានផ្ដល់វ៉ាហ៊ីឲ្យអ្នកនៃគម្ពីរអល់កុរអានហើយចូលអ្នកប្រតិបត្តិសូឡាតពិតប្រាកដណាស់សូឡាតអាចហាមឃាត់អំពីការប្រព្រឹត្តអសិលធម៌និងអំពើទុច្ចរិតហើយការរំលឹកទៅចំពោះអល់ឡោះគឺពិតជាធំធេងបំផុតហើយអល់ឡោះដឹងនៅអ្វីដែលពួកអ្នកប្រព្រឹត្ត 2. រៀនកូរ៉ានជាភាសាខ្មែរចូលរួមជាមួយនឹងការបកប្រែគម្ពីរកូរ៉ានជាភាសាខ្មែរដើម្បីបង្កើនការយល់ដឹងរបស់អ្នកចែករំលែកអាយ៉ាត់នៃកូរ៉ានជាមួយក្រុមគ្រួសារអ្នកជិតខាងដើម្បីជំរុញការយល់ដឹងទាំងអស់គ្នា 3. បរិច្ចាគទានសកម្មភាពសប្បុរសធម៌តិចតួចដូចជាការជួយអ្នកជិតខាងឬការបរិច្ចាគដល់វិហារអ៊ីស្លាមក៏ត្រូវបានថ្លឹងទម្ងន់លើជញ្ជីងនាថ្ងៃជំនុំជម្រះដែរកូរ៉ានសូរ៉ាលេខ2អាយ៉ាត់261 مثل الذين ينفقون أموالهم في سبيل الله كمثل حبة أنبتت 7 سنابل في كل سنبلة 100 حبة والله يضاعف لمن يشاء والله واسع عليم ការប្រៀបធៀបបណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះប្រៀបដូចជាធញ្ញជាតិមួយគ្រាប់ដែលបានដោះចេញជា7គួរហើយនៅក្នុងគួរនីមួយៗមាន100គ្រាប់ហើយអល់ឡោះនឹងមិនថែមឲ្យលើសពីនេះចំពោះអ្នកណាដែលទ្រង់មានចេតនាហើយអល់ឡោះមហាទូលំទូលាយមហាដឹង 4. សាមគ្គីនិងបង្រួបបង្រួមគ្នាក្នុងនាមយើងជាជនជាតិភាគតិចអ៊ីស្លាមរបស់យើងរីកចម្រើនតាមរយៈសហគមន៍ត្រូវជំរុញឲ្យមានការផ្សះផ្សាគ្នាលុបបំបាត់ការបែងចែកក្រុមបកពួកនិងជំរុញឲ្យមានការសិក្សាគម្ពីរកូរ៉ានសិក្សាអ៊ីស្លាមឬការជួយគ្នាទៅវិញទៅមកដើម្បីពង្រឹងចំណងសាមគ្គីភាពនៅក្នុងអ៊ីស្លាម 5. បន្តការអភិវឌ្ឍសហគមន៍ប្រើប្រាស់ចំណេះដឹងពីការសិក្សាដើម្បីដោះស្រាយតម្រូវការសហគមន៍ដូចជាការអប់រំឬគម្រោងនានាដែលជាសកម្មភាពធ្វើឲ្យប្រសើរឡើងទង្វើនេះស្របនឹងគោលការណ៍អ៊ីស្លាមគឺយុត្តិធម៌សង្គមថ្ងៃជំនុំជម្រះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍នោះទេថ្ងៃជំនុំជម្រះគឺជាកញ្ចក់ដែលយើងអាចវាយតម្លៃការរស់នៅរបស់យើងនៅថ្ងៃនេះបានសូរ៉ាអល់ហ្សាហ្សាឡានិងសូរ៉ាអល់កូរីអារំលឹកយើងថារាល់សកម្មភាពមិនថាតូចប៉ុណ្ណានោះទេនឹងត្រូវលើកយកមកគិតគូរវិញទាំងអស់ក្នុងនាមជាមូស្លីមសូមបំផុសគំនិតនិងរក្សាជំនឿដែលមានរាប់សតវត្សរ៍មកនេះឲ្យបានចូលសួរខ្លួនឯងថាថ្ងៃនេះតើមានអ្វីសម្រាប់អាខិរ៉ាត់ថ្ងៃនេះតើយើងបានធ្វើអ្វីសម្រាប់លោកខាងមុខចូលរួមជាមួយទំព័ររបស់យើងសម្រាប់ការយល់ដឹងបន្ថែមទៀតអំពីកូរ៉ាននិងរបៀបដែលយើងអាចរស់នៅក្នុងនាមជាអ្នកកាន់សាសនាអ៊ីស្លាមដ៏ស្មោះត្រង់ចែករំលែកគំនិតរបស់អ្នកនៅក្នុងខមមិនតើសូរ៉ាទាំងពីរនេះបំផុសគំនិតអ្នកយ៉ាងដូចម្តេចតោះរៀននិងរីកចម្រើនទាំងអស់គ្នា